សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទស្មីខ្ញុំក៏បានលើកចំពោះរឿងថ្មីផងដែរតែគឺកុំនិយាយច្រើនរឿងហ្នឹងអ្នកគ្នាប្រហែលអាចនឹងស្គាល់ច្រើនហើយព្រោះថាវាក៏បានចេញជា version មនុស្សផងដែរតែចូលរឿងរបស់យើងតែម្ដងទៅភាគ1គ្រាន់តែចូលរឿងយើងដំបូងយើងគឺបានឃើញចំពោះបរិសម្នាក់មើលទៅគាត់គឺបានផឹកស្រាស្វឹងជាខ្លាំងជាពិសេសគាត់ក៏បានទៅអង្គុយកន្លែងភ្នៅមួយគាត់គឺកំពុងតែកេតរឿងស្មុគស្មាញព្រោះថាគាត់ត្រូវបានមនុស្សជាច្រើនមើលងាយកំពុងតែកេតនឹងគាត់ស្រាប់តែឃើញពីណាម្នាក់គឺកំពុងតែជីកភ្នៅបានធ្វើឲ្យគាត់នឹងគឺមានការភ្ញាក់ផ្អើលបូកផ្សំជាមួយនឹងការភ័យខ្លាចដោយនោះគ្រាន់តែជាក្បាលរឿងយើងទេឥឡូវចូលសាក់រឿងតែម្ដងយើងក៏បានឃើញផងដែរថានៅពេលនោះមានជាមួយនឹងម៉ូតូកង់3ជាពិសេសយើងក៏បានឃើញចំពោះកញ្ញាម្នាក់កំពុងតែជិះផងដែរហើយកញ្ញាហ្នឹងគឺជាតួឯករបស់យើងនាងគឺមានឈ្មោះថាវែងប៉ៅប៉ៅអ្នកទាំងអស់គ្នាប្រហែលស្គាល់ហើយតែធ្លាប់មើលចំពោះរឿងប្រសិនមនុស្សដែលនាងគឺបានមើលចំពោះកន្លែងភ្នៅសាសពមិនដឹងថានាងមើលទីនេះដើម្បីធ្វើអ្វីនោះទេយើងក៏បានឃើញចំពោះមនុស្សជាច្រើនគឺបានមើលកន្លែងគេកប់ភ្នៅសាសពជាច្រើនបរិម្នាក់ដែលបានផឹកស្រាហើយនៅកន្លែងផ្ដើមរឿងយើងដំបូងហ្នឹងបានព្រឹត្តកាន់ប៉ូលីសព្រោះថាខ្លួនគឺបានឃើញមនុស្សគឺបានជីកកកាយយកភ្នៅសាសពប៉ូលីសម្នាក់ហ្នឹងគាត់មានឈ្មោះថាសុងគាត់ក៏ចាប់ផ្ដើមមានការឆ្ងល់ហើយអ្វីមានរឿងដូច្នោះកើតឡើងសាសពនៅទាំងអស់នេះសុទ្ធតែនៅប៉ុន្តែអ្វីដែលបាននោះគឺជាសាសពគ្រួសារសាងបានធ្វើឲ្យចំពោះប៉ូលីសម្នាក់ហ្នឹងគឺមានការឆ្ងល់ជាខ្លាំងតើវាជាប់អ្វីពាក់ព័ន្ធជាមួយនឹងគ្រួសារសាងហើយចំពោះគ្រួសារសាងហ្នឹងដូចជាសមាជិកមាន3នាក់ហើយអ្នកដែលគេជីកយកទៅគឺជាជីតារបស់តួឯករបស់យើងគាត់មានឈ្មោះថាសាងស៊ីលីនហើយឪពុករបស់តួឯករបស់យើងវិញគឺមានឈ្មោះថាសាងយូប៊ីហើយតួឯករបស់យើងគឺមានឈ្មោះថាសាងជូឡានគាត់ក៏បានដឹងផងដែរថាតួឯករបស់យើងហ្នឹងឥឡូវនេះគឺកំពុងតែរៀននៅសាកលវិទ្យាល័យនៅក្នុងទីក្រុងហើយប្រហែលថ្ងៃទៀតសាងជូលីនរបស់យើងគឺនឹងមើលទីនេះដូច្នេះចាំថាគាត់មកសាកសួរអំពីព័ត៌មានប៉ុន្តែយើងក៏បានឃើញថាប៉ៅរបស់យើងមើលទីនេះផងដែរដែលនាងគឺបានអះអាងថានាងក៏ជាសមាជិកនៅក្នុងគ្រួសារសាងផងដែរបានធ្វើឲ្យប៉ូលីសសុងគឺចាប់ផ្ដើមមានការឆ្ងល់ជាខ្លាំងដោយនាងក៏បង្ហាញជាមួយនឹងអត្តសញ្ញាណប័ណ្ណថានាងក៏ជាសមាជិកនៅក្នុងគ្រួសារសាងបានធ្វើឲ្យចំពោះប៉ូលីសសុងរបស់យើងក៏ចាប់ផ្ដើមមានការសង្ស័យផងដែរព្រោះថាគ្រួសារសាងដូចជាម្ដាយមានជាមួយនឹងកូនស្រីនោះទេការបង្ហាញចំពោះតួឯករបស់យើងវិញដោយតួឯករបស់យើងនឹងហើយគឺជាជូឡានកំពុងតែឆ្ងល់ចំអាបកាច់ណាស់គាត់យកភ្នោជីតារបស់អញអូយប្រទេសសាមមែនតើណាហើយឥឡូវនេះតួឯករបស់យើងក៏បានមកដល់កន្លែងចំណតឡានក្រុងផងដែរហើយយើងក៏បានឃើញថាមិត្តភ័ក្តិរបស់ជូឡានរបស់យើងក៏បានមកទទួលគេផងដែរនិយាយលេងសើចជាមួយនឹងគេហើយបាននិយាយថាងាប់ហើយតែរៀននៅនឹងយូរតើមានសង្សារទៀតតិចនៅព្រមវិចារីទៅបានធ្វើឲ្យចំពោះជូឡានរបស់យើងពិតជាខឹងជាខ្លាំងហើយក៏បានដើរចាក់ចេញពីទីនេះចំណែករឿងក៏កាត់បង្ហាញចំពោះកន្លែងប៉ុស្តិ៍ប៉ូលីសវិញដែលយើងបានឃើញថាប៉ូលីសសងគឺបានប្រាប់រឿងរ៉ាវទាំងអស់ដែលគាត់បានទទួលបានអំពីកញ្ញាប៉ៅដោយនាងបានអះអាងថាគឺជាសមាជិកនៅក្នុងគ្រួសារសាងគាត់ក៏បានប្រាប់ហេតុការណ៍ផងដែរនៅពេលនោះគាត់គឺបានសាកសួរព័ត៌មានជាច្រើនអំពីនាងគឺបានរៀបរាប់ប្រាប់ត្រូវទាំងអស់តែម្ដងព្រោះថាគ្រួសារសាងបានមកនៅទីក្រុងកន្លែងនេះគឺដូចជា14ឆ្នាំជាពិសេស7ឆ្នាំក្រោយមកជីតារបស់តួឯករបស់យើងស្លាប់គឺជាស៊ីលីនហើយពុករបស់គេក៏បានចាក់ចេញពីតួឯករបស់យើងទុកឲ្យចំពោះជូឡានរបស់យើងនៅម្នាក់ឯងហើយនាងរៀបរាប់ជាច្រើនតែម្ដងថានាងគឺនៅខេត្តស៊ីឈួនការរៀបរាប់របស់នាងទាំងអស់នេះគឺសុទ្ធតែត្រូវទាំងអស់តែម្ដងចំពោះកន្លែងនាងរស់នៅក៏ត្រូវផងដែរនិយាយទៅគឺសុទ្ធតែសមហេតុផលទាំងអស់តែម្ដងនេះគឺជាអ្វីដែលគាត់ទទួលបានប៉ុន្តែយ៉ាងណាក៏ដោយជូឡានរបស់យើងវាដូចជាមិនសូវជឿនោះទេចង់មានន័យថាឪពុករបស់គេបានចាកចេញពីគេបន្ទាប់មកក៏បានទៅកាន់ខេត្តស៊ីឈួនហើយគឺបានទៅទីនោះមិនដែរឬទេរឿងនេះសម្រាប់លោកពូសុងរបស់យើងក៏មិនសូវដឹងច្បាស់ផងដែរប៉ុន្តែយ៉ាងណាក៏ដោយក៏បានធ្វើឲ្យជូឡានរបស់យើងក៏មានអារម្មណ៍ថាខឹងបន្ទាប់មកក៏បានដើរចាកចេញពីទីនេះយ៉ាងណាក៏ដោយគាត់ក៏ចង់ទៅអុជធូបទៅកាន់ភ្នោជីតារបស់គេផងដែរយើងក៏បានឃើញចំពោះជូឡានរបស់យើងគេគឺចាប់ផ្ដើមដើរទៅកាន់ភ្នោជីតារបស់គេគឺដើម្បីទៅអុជធូបប៉ុន្តែគេក៏បានឃើញពីណាម្នាក់គឺកំពុងតែជីកភ្នោនៅទីនោះឃើញដូច្នោះហើយគាត់ក៏បានយកទូរស័ព្ទមកថតដោយបានគិតថានោះប្រហែលគឺជាចៅកោះភ្នោបាត់ទៅហើយបន្ទាប់ពីបានថតទៅគឺជាកញ្ញាប៉ៅរបស់យើងនោះទេដែលគឺកំពុងតែជីកយកភ្នោជីកយកភ្នោយ៉ាងម៉េចកំពុងតែកោះភ្នោសោះណាដោយសារតែនៅពេលនោះប៉ៅក៏ឃើញចំពោះជូឡានយើងដែរដូច្នេះជូឡានក៏ចាប់ផ្ដើមរត់ចាកចេញពីទីនោះតែម្ដង
បន្ទាប់មកគាត់ក៏បានឈប់កន្លែងមួយដោយបានកាត់ថាប្រហែលមើលទៅនាងគឺមិនបានរត់មកទាន់គាត់នោះទេក៏ឆ្ងល់ផងដែរម្ដេចក៏កញ្ញាម្នាក់ហ្នឹងមកជីកគាត់យកភ្នៅអញ្ចឹងចាំមើលខ្ញុំនឹងប្តឹងប៉ូលីសឲ្យចាប់នាងតែម្ដងកំពុងតែគិតសុកស្រាប់តែក៏ឃើញថាមានបណ្ណាម្នាក់បានវាយទៅកាន់ចំពោះជូឡានឲ្យដួលសន្លប់បាត់ទៅហើយបន្ទាប់ពីជូឡានរបស់យើងងើបអំពីការសន្លប់វិញក៏បានឃើញស៊ុំប៊ីប៉ុន្តែក៏ត្រូវបានប៉ាវរបស់យើងសម្លាប់ចោលបាត់ទៅហើយឥឡូវនេះជូឡានបានដឹងហើយថាប៉ាវរបស់យើងនឹងមើលទីនេះគឺដើម្បីសម្លាប់ស៊ុំប៊ីប៉ុន្តែមិនដឹងថាហេតុអ្វីនោះទេបែរជាប៉ាវរបស់យើងនឹងចាប់យកចំពោះជូឡានរបស់យើងបោះចូលទៅក្នុងភ្នៅវិញដោយនាងគឺចង់កប់ជូឡានរបស់យើងគឺនៅទីនោះហើយមិនដឹងថានៅពេលនោះនាងគឺគិតអ្វីនោះទេបានធ្វើឲ្យចំពោះជូឡានរបស់យើងក៏មានការឆ្ងល់ផងដែរប៉ុន្តែយ៉ាងណាក៏ដោយជូឡានរបស់យើងក៏ចាប់ផ្ដើមនឹកឃើញអំពីរឿងអ្វីមួយតាមអ្វីដែលចំពោះលោកពូសុងគឺបានប្រាប់ខ្ញុំថាគឺមានក្មេងស្រីម្នាក់មកពីខេត្តស៊ីឈ្មោះតើម្នាក់ដែលលោកពូនិយាយនោះគឺជាក្មេងស្រីម្នាក់នេះមែនដែរឬទេបន្ទាប់មកក៏បានហៅចំពោះប៉ាវបងស្រីគឺជាខ្ញុំនិយាយទៅខំនិយាយយ៉ាងច្រើនតែម្ដងថាពួកយើងគឺជាបងប្អូនជាមួយគ្នាខ្ញុំគឺជាសាងជូឡានណាប៉ុន្តែប៉ាវគឺបានតបវិញថាខ្ញុំមិនជាមួយនឹងអ្នកគឺមិនមែនជាបងប្អូនជាមួយនឹងគ្នានោះទេនោះគ្រាន់តែជាការខ្លែងបន្លំរបស់ខ្ញុំតែប៉ុណ្ណោះបានធ្វើឲ្យចំពោះជូឡានរបស់យើងគឺដាច់ថ្ងាបដ ாய் ងាប់អញហើយចាញ់បោកគេតែម្ដងប៉ាវរបស់យើងក៏ចាប់ផ្ដើមជីកដីកប់ចំពោះជូឡានរបស់យើងទាំងរស់តែម្ដងដោយសារតែសំឡេងរបស់ជូឡានរបស់យើងនឹងគឺស្រែកខ្លាំងពេកបានរំខានទៅដល់ស៊ុំប៊ីយើងក៏បានឃើញថាស៊ុំប៊ីជាច្រើនក៏បានចេញមកពីក្នុងដីចាប់ផ្ដើមលំពាត់ទៅកាន់ពួកគេទាំងពីរនាក់នេះនៅពេលដែលជូឡានរបស់យើងកំពុងតែស្រែកមានអារម្មណ៍ថាពីណាគេកំពុងតែប្រយុទ្ធគ្នាក៏បានឲ្យទៅមើលបន្តិចទៅប៉ុន្តែអ្វីដែលបានធ្វើឲ្យចំពោះជូឡានភ្ញាក់ផ្អើលនឹងព្រោះថាប៉ាវយើងសម្លាប់ទៅកាន់ស៊ុំប៊ីមួយនោះគឺពិតជាសាហាវតែម្ដងមួយកាំបិតគឺពិតជាអាចារ្យជាមួយនឹងចរណាដ៏រហ័សនិងកាំបិតក្នុងដៃស៊ុំប៊ីចូលមកទាំងប្រមាណគឺត្រូវបាននាងសម្លាប់តែម្ដងយើងគឺអាចមើលឃើញថាចំពោះស៊ុំប៊ីមកទាំងប្រមាណឡំពាត់នាងមើលមកឆ្វាច់ដាច់ចង្កេះតែម្ដងគឺពិតជាសាហាវមែនតែនត្រង់នេះនិយាយទៅស៊ុំប៊ីទាំងអស់នេះគឺមិនបានមួយផែជាមួយនឹងនាងនោះទេហើយញ៉ាំសៃហ៊ានដាក់វីដេអូពេញនោះទេអាចខ្លាចថានឹងជាប់ copyright នាងក៏បានទៅជួយសង្គ្រោះចំពោះជូឡានរបស់យើងផងដែរប៉ុន្តែសម្រាប់ជូឡានរបស់យើងវិញគឺកំពុងតែអង្គុយគិតថាតើមើលទៅខ្ញុំគឺកំពុងតែដេកយល់សប្បាយមែនដែរឬទេមែនហើយខ្ញុំកំពុងតែដេកយល់សប្បាយដូច្នោះហើយខ្ញុំគួរតែដាស់ខ្លួនឯងឲ្យភ្ញាក់ឡើងគាត់ក៏ចាប់ផ្ដើមស្រែកឆាប់ងើបចេញពីយល់សប្បាយភ្លាមនិយាយទៅគាត់គឺបើកថ្មីមើលស្រាប់តែក៏បានឃើញថាស៊ុំប៊ីជាមួយនឹងប៉ាវក៏បានសម្លឹងមើលទៅការចំពោះជូឡានរបស់យើងប៉ាវឃើញចំពោះជូឡានរបស់យើងដូចបីថ្នាំអីទេនាងក៏បានចាចេញពីទីនេះទុកឲ្យស៊ុំប៊ីចាប់ផ្ដើមដើររើកទៅកាន់ចំពោះជូឡានរបស់យើងតែម្ដងជូឡានបានត្រឹមតែចាហាមាត់ប្រពន្ធចអេតែប៉ុណ្ណោះព្រោះថាកញ្ញានឹងបានរត់ចោលខ្លួនបាត់ទៅហើយឥឡូវនេះខ្លួនគឺត្រូវបានស៊ុំប៊ីទាំងអស់នោះគឺបានឡោមព័ទ្ធទោះបីជាខំហាមពួកវាយ៉ាងណាក៏ដោយប៉ុន្តែមើលទៅហាមមិនស្ដាប់នោះទេកាប់បង្ហាញចំពោះខាងនេះវិញយើងក៏បានឃើញចំពោះបរិសម្នាក់ផងដែរដោយគាត់នឹងហើយគឺកំពុងតែរងចាំចំពោះប៉ាវរបស់យើងហើយគាត់ក៏ជាអ្នកជួយរៀបចំឲ្យប៉ាវមើលទីនេះផងដែរបន្ទាប់ពីបានឃើញប៉ាវមកហើយគាត់ក៏បានសួរអំពីភ្នុយជីតារបស់ជូឡានរបស់យើងនាងបានប្រាប់ថានាងគឺមិនអាចរើឃើញជាមួយនឹងសាសរបស់សាងស៊ីលីនបាននោះទេគឺត្រូវបានពីណាម្នាក់យកបាត់ទៅហើយក៏បានធ្វើឲ្យគាត់គឺមានការឆ្ងល់ផងដែរជាពិសេសនាងក៏បានជួបជាមួយនឹងស៊ុំប៊ីនៅទីនោះមើលទៅក៏បានធ្វើឲ្យបរិសម្នាក់ហ្នឹងគឺចាប់ផ្ដើមមានការសង្ស័យតើអាចទេថាត្រកូលអ្នកតាមប្រមាញ់ឬក៏អ្នកចិញ្ចឹមសាសគឺបានមើលទីនេះយ៉ាងណាក៏ដោយនាងក៏បានប្រាប់បន្តនាងក៏បានជួបក្មេងប្រុសម្នាក់ឈ្មោះថាសាងជូឡានគ្រាន់តែលើដូច្នោះគាត់ក៏បានដឹងនោះគឺមិនមែនជាចៅប្រុសរបស់សាងស៊ីលីននោះទេហើយអ្វីបែរជាអ្នកមិនជួយគាត់ទៅអ្នកដឹងហើយទេថាគាត់គ្រាន់តែជាមនុស្សធម្មតាដូច្នោះយើងគួរតែជួយគាត់កុំឲ្យរឿងនេះគឺកាន់តែមានភាពរញ៉េរញ៉ៃបន្តទៀតប៉ុន្តែប៉ាវបានប្រាប់ថាអ្នកកុំភ័យពេកគាត់គឺមិនស្លាប់នោះទេប៉ុន្តែយ៉ាងណាក៏ដោយគាត់គឺនៅតែឆ្ងល់ស្រាប់តែមានជាមួយនឹងធម្មពលគឺយ៉ាងខ្លាំងក្លានៅទីនោះតែម្ដងបានធ្វើឲ្យគាត់គឺចាប់ផ្ដើមមានការសង្ស័យហើយអូមើលទៅក្មេងប្រុសម្នាក់នោះគឺមិនធម្មតានោះទេដូចជាអ្វីដែលប៉ាវនិយាយមែនយើងក៏បានឃើញជាមួយនឹងសាសខ្លោចដូចជាត្រូវបានផ្ទះបាញ់ហើយបរិសម្នាក់នឹងគឺចាប់ផ្ដើមបានដឹងហើយដោយថាជូឡានរបស់យើងនឹងគឺមិនមែនជាមនុស្សធម្មតានោះទេមើលទៅគេមិនមែនសាមញ្ញឡើយយ៉ាងណាក៏ដោយគាត់ក៏បាន
បានឃើញជាមួយនឹងសម្បត្តិអ្វីទេដូចជានឹងគេហៅថាក្រាស់សម្រាប់បញ្ជាក់គេនៅរៀនសាកលវិទ្យាល័យណាមួយក៏បានដឹងផងដែរដោយសារតែតួឯករបស់យើងគឺកំពុងតែរៀននៅក្នុងសាកលវិទ្យាល័យមួយនោះដូច្នោះហើយគាត់ក៏មានគម្រោងឲ្យទៅកាន់ប៉ៅរបស់យើងចូលរៀនជាមួយនឹងជូឡានរបស់យើងផងដែរប៉ៅរបស់យើងក៏បានយល់ព្រមផងដែរដើម្បីទៅកាន់ទីនោះរឿងរបស់យើងក៏បានកាត់បង្ហាញចំពោះកន្លែងមួយដែលយើងគឺបានឃើញមនុស្សម្នាក់កំពុងតែនិយាយដោយអាប៉ែតនឹងមានឈ្មោះថាលូលៀងគឺដោយសារតែប៉ែនឹងហើយគឺបានឲ្យបរិសម្នាក់បានជីកយកភ្នែកជីតារបស់ជូឡានរបស់យើងជាពិសេសយើងក៏បានឃើញជាមួយនឹងក្មេងស្រីម្នាក់កំពុងតែនិយាយជាមួយនឹងអាប៉ែនឹងផងដែរដោយបានប្រាប់ថាខ្លួនគឺបានយកសាកសពសាំងស៊ីលីនមកហើយសង្ឃឹមថាពួកយើងនឹងទទួលបានរបស់ល្អដោយកញ្ញាម្នាក់នឹងគឺមិនមែនជាមនុស្សធម្មតានោះទេដែលនាងក៏រំពឹងទុកថានឹងបានសាកល្បងជាមួយនឹងសាកសពរបស់សាំងស៊ីលីនផងដែរការបង្ហាញចំពោះកន្លែងសាលាមួយដែលយើងក៏បានឃើញចំពោះជូឡានរបស់យើងគឺកំពុងតែនិយាយជាមួយនឹងប៉ូលីសសុងផងដែរប៉ុន្តែយើងក៏បានឃើញថាប៉ៅរបស់យើងក៏បានមករៀននៅទីនេះជាមួយនឹងជូឡានរបស់យើងជាពិសេសនឹងនាងក៏បានមកអង្គុយក្បែរជាមួយនឹងជូឡានរបស់យើងផងដែរប៉ុន្តែជូឡានរបស់យើងគ្រាន់តែឃើញចំពោះប៉ៅភ្លាមគាត់គឺចាប់បានមានការភ័យខ្លាចចំពោះនាងបដ ហើយចុះមិនក៏កញ្ញាម្នាក់ហ្នឹងគឺបានមករៀននៅទីនេះជាមួយនឹងខ្លួន